สบายรอลไงสำหรับพิธีโจชนำในกลางคลาในดำบอลคลามีในถักมวยสบายริจเรียนองพิธีโนปันแต่กลมพลิกนะขโมยกลมปงแต่โจร่วมบ่มพลายในปรลังระบชีดโดยมันดังหลุนទី3យាយអំពីវប្បធម៌យើងដែលលើពាក្យដែលមួយចាំមើលថាទៅចេះឡើយហ្នឹងហើយវប្បធម៌រលត់អីទៀតវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយហ្នឹងហើយចេះថាចេះគ្រប់គ្នាទេណាឥឡូវថាតាមតិចវប្បធម៌រលត់អត់ទេកុំបញ្ញាប់ទៅជាតិរលាយមិនដល់ទេថាវប្បធម៌រលត់សិនថាតាមវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិកានស្អីទៀតមានទៀតទៅមិនឃើញកូនខ្មែរគ្រប់រូបប្រឹងថែឲ្យបានសិលធម៌ជាប់ប្រាណជាតិនៅគង់វង្សហ្នឹងហើយចឹងចំណាប់អារម្មណ៍រឿងវប្បធម៌ក្មួយចេះថាចេះពោលចេះសោតប៉ុន្តែអ្វីមួយទៀតដែលក្មួយត្រូវតែចេះចេះណាចេះថាចេះសោតប៉ុន្តែអ្វីមួយទៀតដែលសំខាន់ជាងថាជាងសោតគឺត្រូវចេះអីមួយមិនឲ្យខាងក្រោយនោះលឺហ្នឹងហើយក្មួយចេះថាចេះសោតពីរឿងវប្បធម៌រលត់ជាតិរលាយល្អហើយក្មួយប៉ុន្តែនៅល្អជាងនឹងមួយទៀតដែលសំខាន់ជាងចេះនឹងទៀតអីគេត្រូវតែនាំគ្នាថែរក្សាហ្នឹងហើយអាហ្នឹងគឺជាចំណុចដែលវាក្រៃលែងជាងគ្រាន់តែសូត្រមែនអាត្មាទៅអនុវិទ្យាល័យមួយក្នុងចំណោមសិស្ស60នាក់នៅពេលដែលយើងចង់ដឹងយើងសួរថាឥឡូវក្មួយនៅពេលចូលឆ្នាំក្មួយឯងលេងលបែងប្រជាប្រិយប្រហែលអ្នកលើកដៃពេលចូលឆ្នាំអូសួរនោះហ្នឹងហើយអរគុណអាត្មាសួរនោះទេគាត់លើកយកមកប្រាប់យើងមិនមិនទេដូចតែប្រាប់ដែរតែទៀតសួរក្នុងចំណោមសិស្ស60នាក់អ្នកដែលបានលេងលបែងប្រជាប្រិយមានចំនួនតែ17នាក់ហើយជនបទទេណាមិនមែនទីក្រុងមិនមែនជាទីក្រុងអីទេជនបទចឹងតម្លៃកន្លែងណាដែលគ្រាន់តែយើងចេះថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិកានបើគ្រាន់តែចេះសូត្រហើយលទ្ធផលនៃការចេះរបស់យើងវាអត់បានធ្វើវាមានន័យហ្នឹងហើយចឹងយើងអាចគិតបានថាយ៉ាងម៉េចយើងមិនមែនថាវាទូទាំងប្រទេសទេប៉ុន្តែយើងគួរយកជាបទសិក្សាមានន័យថាម៉េចមនុស្ស60នាក់ហើយចូលរួមថែរក្សាពលឹងរបស់ជាតិបានតែ17នាក់ក្នុងចំណោមមនុស្ស60តើយើងសង្ឃឹមថាប្រលឹងរបស់ដូនតាយើងវានៅគង់វង្សបានយូរអង្វែងតទៅទៀតទេហ្នឹងហើយមិនបដិសេធទេក្មួយយើងសពថ្ងៃសបាយប៉ុន្តែក្មួយត្រូវដឹងណាសបាយរាល់ថ្ងៃសម្រាប់ពិធីចូលឆ្នាំនៅកន្លែងខ្លះនៅតំបន់ខ្លះមានន័យថាក្មួយសបាយរីករាយក្នុងពិធីនោះប៉ុន្តែកុំភ្លេចណាក្មួយកំពុងតែចូលរួមបំផ្លាញនៅព្រលឹងរបស់ជាតិ
ដោយមិនដឹងខ្លួនដោយមិនដឹងខ្លួនមិនថាយើងពោះសបាយហ្នឹងហើយហ្នឹងហើយខ្លះគេថាទេមិនមែនបោះជនជាតិដទៃទេបោះខ្មែរយើងតាស្អីអាយកកំភ្លើងមកបាញ់ទឹកនោះណាគេលើកឡើងប៉ុន្តែអាខ្មែរគ្មានឯកសារសិក្សាឯណាទេប៉ុន្តែថាយើងដឹងពីចាស់ចាស់មកណាទោះបីជាគេលេងទឹកក៏គេលេងនៅក្រោមសិលធម៌ដែរយល់ទេមួយក្រោមសិលធម៌ហ្នឹងហើយគេអត់លេងឲ្យវាលឹះអំពីតម្លៃនៃសិលធម៌របស់យើងទេសិលធម៌ជាប់ប្រាណជាតិគង់វង្សយើងចាំពាក្យហ្នឹងសិលធម៌ជាប់ប្រាណជាតិគង់វង្សក្មួយសាក់សម័យមើលក្នុងពាក្យហ្នឹងប្រសិនបើវប្បធម៌ក្នុងប្រទេសមួយដែលវាបាត់ដូររៀងដូចថាដូរបរិបទនៃវប្បធម៌សួរថាយើងមានអីសំអាងថាយើងជាជនជាតិខ្មែរទៀតយើងមានអីអួតគេថាខ្ញុំជាខ្មែរនៅពេលដែលគេចូលមកគេថាតើវប្បធម៌ឯងអីខ្លះពេលចូលឆ្នាំគេធ្វើអីណាពេលព្រឹកយើងស្រង់យកចង្ហាន់ទៅវត្តបាំងស្គលពេលថ្ងៃយើងលេងល្បែងប្រជាប្រិយទៅរំវងរំក្បាច់សារវ័នឡាំលាវអីចឹងទៅណាអញ្ចឹងហ่ะអញ្ចឹងគេសិក្សាមកអូគេឃើញថាចូលឆ្នាំខ្មែរក៏មានអញ្ចឹងណាប៉ុន្តែដល់គេមើលអតិថិភាពជាក់ស្ដែងវាអត់អញ្ចឹងអញ្ចឹងសួរថាសម្គាល់ថាខ្មែរនៅតាណានៅកន្លែងណាហ្នឹងហើយវាអត់មានឃើញរូបហ្នឹងហើយអញ្ចឹងនិយាយនេះមិនមែនថាយ៉ាងម៉េចទេណាមួយលេងក៏លេងចោះក្រោមសិលធម៌ត្រូវតែចាំឲ្យមានក្រោមសិលធម៌កុំឲ្យវាបាត់បង់សណ្ដាប់ធ្នាប់ហើយនឹងសិលធម៌